អាមេរិកនិងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់តែលោកដូណាល់ត្រាំថានៅតែអាចបន្តការវាយប្រហារបានបើអ៊ីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងការវិភាគតើសេដ្ឋកិច្ចសកលនឹងមានស្ថានភាពបែបណាក្រោយកិច្ចព្រមព្រៀងអាមេរិកអ៊ីរ៉ង់ត្រូវបានចុះហត្ថលេខាប្រធានាធិបតីបារាំងសាទរភាពជោគជ័យនៃកិច្ចប្រជុំកំពូល G7 ដោយសារការវិវត្តលើបញ្ហាអ៊ុយក្រែននិងអ៊ីរ៉ង់លោកពូទីនធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ដោយស្វែងរកការជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មអង្គការសហប្រជាជាតិលើកឡើងថាក្រុមប្រដាប់អាវុធនៅកុងហ្គោរារាំងការឆ្លើយតបជំងឺអេបូឡារួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀតខ្ញុំបាទសំនៀងសូមគោរពនឹងជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពសូមស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីពិភពលោករាត្រីនេះ BTV The World Tonight ទូរទស្សនិកជនសម្រាប់កម្មវិធីនេះរាត្រីនេះរាត្រីថ្ងៃទី18ខែមិថុនាឆ្នាំ2026យើងខ្ញុំបន្តសម្រាប់សម្រាងរាល់ព្រឹត្តិការណ៍អន្តរជាតិធំៗប្រចាំថ្ងៃដើម្បីជម្រាបជូនដល់លោកអ្នកមុននេះទស្សនិកជនបានទស្សនាមាតិកានៃព័ត៌មានសំខាន់មួយចំនួនឥឡូវនេះយើងខ្ញុំសូមចាប់ផ្ដើមផ្ដល់ជូននៅព័ត៌មានពិស្ដារសូមផ្ដើមនៅរឿងរ៉ាវដំបូងនៅពេលនេះគឺតាក់ទងទៅនឹងបញ្ហាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដដែលទស្សនិកជនគឺអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ប៉ុន្តែលោកដូណាល់ត្រាំបានបន្តការព្រមានរបស់លោកថាបើចុះហត្ថលេខាហើយអ៊ីរ៉ង់មិនគោរពតាមការបដិញ្ញាចិត្តរបស់ខ្លួននេះទេសហរដ្ឋអាមេរិកនឹងវាយប្រហារលើអ៊ីរ៉ង់ទៀតជុំវិញរឿងនេះទាំងអាមេរិកនិងអ៊ីរ៉ង់បានចេញផ្សាយអត្ថបទនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដើម្បីបញ្ចប់សង្គ្រាមរវាងភាគីទាំងពីរនៅថ្ងៃពុធទី17មិថុនាម្សិលមិញនេះដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានគម្រាមថានឹងបន្តការវាយប្រហារនិងសម្លាប់មន្ត្រីអ៊ីរ៉ង់ប្រសិនបើពួកគេមិនគោរពការបដិញ្ញាចិត្តរបស់ពួកគេនៅពេលនេះទេកិច្ចព្រមព្រៀងត្រូវបានគេគ្រោងនឹងចុះហត្ថលេខាក្នុងពិធីផ្លូវការនៅក្នុងប្រទេសស្វីសនៅថ្ងៃសុក្រប៉ុន្តែសេតវិមាននិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថាវាត្រូវបានចុះហត្ថលេខាមុនកាលកំណត់លោកត្រាំដែលបានចូលរួមកិច្ចប្រជុំ G7 ជាមួយនឹងមេដឹកនាំផ្សេងទៀតនៅបារាំងក៏បានដកយ៉ាងហោចណាស់ហេតុផលមួយដែលលោកបានបញ្ជាក់សម្រាប់ការវាយប្រហារអ៊ីរ៉ង់តាំងពីដំបូងដោយនិយាយថាវានឹងអយុត្តិធម៌សម្រាប់អ៊ីរ៉ង់ដែលមិនឲ្យអ៊ីរ៉ង់មានមីស៊ីលផ្លោងបាល់លីស្ទិកដោយកន្លងមកបានសន្យាថានឹងបំផ្លាញមីស៊ីលទាំងនោះលោកត្រាំបាននិយាយអំពីអ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មានមួយថាពួកលោកនឹងទម្លាក់គ្រាប់បែកលើពួកគេប្រសិនបើពួកគេរំលោភកិច្ចព្រមព្រៀងលោកមិនចង់ធ្វើរឿងបែបនេះទេលោកចង់ឲ្យពួកគេគោរពកិច្ចព្រមព្រៀងលោកក៏បានហៅជនជាតិអ៊ីរ៉ង់ថាជាមនុស្សឆ្លាតផងដែរគណៈក្រុមអ្នកចរចាអាមេរិកនិងអ៊ីរ៉ង់កំពុងធ្វើការលើបទឈប់បាញ់ជាអចិន្ត្រៃយ៍សម្រាប់រយៈពេល60ថ្ងៃក្រោយមានកិច្ចព្រមព្រៀងនេះទៀតមុននេះលោកបាននិយាយថាប្រសិនបើរូបលោកមិនពេញចិត្តប្រសិនបើពួកគេមិនប្រព្រឹត្តបានល្អទេពួកលោកនឹងត្រឡប់ទៅទម្លាក់គ្រាប់បែកចំកណ្ដាលក្បាលរបស់ពួកគេវិញកិច្ចព្រមព្រៀង14ចំណុចដែលត្រូវបានគេស្គាល់ថាជាអនុស្សរណៈនៃការយោគយល់គ្នាចែងថាអ៊ីរ៉ង់នឹងមិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយហើយក៏បដិញ្ញាផ្ដល់មូលនិធិចំនួន$300,000 លានសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ផងដែរទោះបីជាសហរដ្ឋអាមេរិកមិនតម្រូវឲ្យចូលរួមចំណែកក៏ដោយកិច្ចព្រមព្រៀងនេះកើតឡើង4ខែបន្ទាប់ពីជម្លោះរវាងប្រទេសទាំងពីរនិងអ៊ីស្រាអែលបានផ្ទុះឡើងនាថ្ងៃទី28កុម្ភៈឆ្នាំ2026កន្លងទៅតាមរយៈកិច្ចព្រមព្រៀងលើកនេះរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបន្តជំរុញឲ្យតម្លៃប្រេងសកលបន្តធ្លាក់ចុះជាបន្តបន្ទាប់បន្ថែមទៀតតម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរដំបូងនៅថ្ងៃប្រហ័សទី18មិថុនាឆ្នាំ2026នេះបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលនឹងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់បើកច្រកសមុទ្រហូមូសនិងលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងរបស់ទីក្រុងតេអ៊ីរ៉ង់ដែលនឹងដោះស្រាយការរំខានខ្លាំងបំផុតដល់ការផ្គត់ផ្គង់ថាមពលជាប្រវត្តិសាស្ត្រនេះតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ89សេនទៀតឬស្មើនឹង 1.12% មកនៅត្រឹម $78.66 ក្នុង1បារ៉ែល
ហើយប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ98សេនឬ 1.28% មកនៅត្រឹម $75.81 ក្នុងមួយបារ៉ែល តារាងសន្ទុះគោលបានបន្តធ្លាក់ចុះដោយធ្វើឲ្យខាតបង់ការចំណេញកាលពីថ្ងៃពុធបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកអាចបន្តយុទ្ធនាការទម្លាក់គ្រាប់បែករបស់លោកប្រសិនបើមេដឹកនាំអ៊ីរ៉ង់មិនអនុវត្តអនុសារណៈចំនួន14ចំណុចចាប់ផ្ដើមដោយការចរចាកិច្ចព្រមព្រៀងរយៈពេល60ថ្ងៃដែលនៅក្នុងអំឡុងពេលនេះអ៊ីរ៉ង់នឹងអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយគ្មានការបង់ប្រាក់តាមរយៈច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេងនិងឧស្ម័នដ៏សំខាន់កិច្ចព្រមព្រៀងនេះអំពាវនាវឲ្យចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រដែលត្រូវស្ដារឡើងវិញដល់សមត្ថភាពពេញលេញរបស់វាក្នុងរយៈពេល30ថ្ងៃកិច្ចព្រមព្រៀងបឋមនេះពន្យាពេលបញ្ហាលំបាកជាច្រើនដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយក៏តម្រូវឲ្យសហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួនដោះស្រាយប្រាក់ចំនួន$300,000 លានដើម្បីផ្ដល់ហិរញ្ញវត្ថុដល់ការស្ដារឡើងវិញរបស់អ៊ីរ៉ង់ប៉ុន្តែទូរទស្សនិកជនតាមរយៈកិច្ចព្រមព្រៀងនៅក្នុងអនុសារណៈនៃការយោគយល់ MOU រវាងអាមេរិកនិងអ៊ីរ៉ង់នៅពេលនេះគឺនិយាយផ្ដោតភាគច្រើនទៅលើការបើកច្រកសមុទ្រ Hormuz ឡើងវិញនិងបញ្ឈប់ការប្រយុទ្ធគ្នាហើយចំណុចសំខាន់ជាច្រើនទៀតគឺត្រូវបន្តពិភាក្សាជាបន្តបន្ទាប់នៅក្នុងអំឡុងរយៈពេល60ថ្ងៃក្រោយការចុះហត្ថលេខានេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងដំណើរការនេះគឺខាងសហរដ្ឋអាមេរិកបានលើកឡើងថាអ៊ីរ៉ង់ព្រមព្រៀងពង្រាវសារធាតុអ៊ុយរ៉ានីញ៉ូមដែលអ៊ីរ៉ង់ចម្រាញ់បានកន្លងមកមន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកបាននិយាយនៅថ្ងៃពុធទី17មិថុនាថាអ៊ីរ៉ង់បានព្រមព្រៀងពង្រាវអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយសហរដ្ឋអាមេរិកគណៈបានចេញផ្សាយអ្វីដែលពួកគេនិយាយថាជាឯកសារនៃកិច្ចព្រមព្រៀងមន្ត្រីអាមេរិកម្នាក់បាននិយាយអំពីបញ្ហានុយក្លេអ៊ែរតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថាការពិតដែលថាពួកគេកំពុងទទួលស្គាល់នោះគឺជាជ័យជំនះដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកកិច្ចព្រមព្រៀងនេះក៏នឹងបើកឡើងវិញនៅច្រកសមុទ្រ Hormuz និងអនុញ្ញាតឲ្យមានការលក់ប្រេងរបស់អ៊ីរ៉ង់យោងតាមមន្ត្រីអាមេរិកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងដោយប្រកាសបន្ថែមក្រោមឯកសារប្រទេសទាំងពីរបានព្រមព្រៀងគ្នាពិភាក្សាអំពីយន្តការមួយដើម្បីដោះស្រាយស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ជាចំណុចកណ្ដាលនៃការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាទីក្រុងតេហេរ៉ង់មានបំណងផលិតអាវុធនុយក្លេអ៊ែរងាកមកកាន់ប្រតិកម្មពីប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីស្រាអែលឯណោះវិញប្រជាជនអ៊ីស្រាអែលជាច្រើនរួមទាំងមេដឹកនាំអ៊ីស្រាអែលនេតាន់យ៉ាហ៊ូផងមិនបានបង្ហាញនូវការពេញចិត្តជុំវិញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់នោះទេដោយពួកគេមិនបានមើលឃើញថាមានចំណុចណាមួយដែលជាប្រយោជន៍សម្រាប់ខាងអ៊ីស្រាអែលនោះទេបើទោះបីជាការវាយប្រហារលើអ៊ីរ៉ង់ដំបូងថ្ងៃ28កុម្ភៈកន្លងទៅនេះគឺអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានធ្វើឡើងជាមួយគ្នាយ៉ាងណាក៏ដោយប្រជាពលរដ្ឋអ៊ីស្រាអែលជាច្រើនដែលបានជួបជាមួយអ្នកសារព័ត៌មានបានយល់ឃើញថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបរាជ័យលោកយូស៊ី មេកែលបឺកសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាយោបល់នៃកម្មវិធីតំបន់មជ្ឈមបូព៌ានិងអាហ្វ្រិកខាងជើងនៅវិមាន Chatham House បាននិយាយថាទូនីតិរបស់អ៊ីស្រាអែលនៅក្នុងការចរចានាពេលខាងមុខជាមួយអ៊ីរ៉ង់នឹងត្រូវបានកំណត់ដោយទីក្រុង Washington ដោយនិយាយយោងទៅលើការអត្ថាធិប្បាយរបស់លោកត្រាំដែលចាត់ទុកលោកនេតាន់យ៉ាហ៊ូថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យម្នាក់និងបាននិយាយសម្រាលពីភាពខ្វែងគំនិតគ្នារបស់ភាគីទាំងពីរលើបញ្ហាប្រទេសលីបង់លោក Mekelberg បាននិយាយថាលោកត្រាំបានបន្ទន់ចិត្តលោកនេតាន់យ៉ាហ៊ូបន្តិចទោះបីជាមានចំនួនពិតប្រាកដរវាងមេដឹកនាំទាំងពីរអំពីរបៀបបន្តសង្គ្រាមក៏ដោយលោកបាននិយាយថាការជជែកដេញដោលនឹងចាប់ផ្ដើមនៅក្នុងប្រទេសអ៊ីស្រាអែលអំពីអ្វីដែលប្រទេសនេះសម្រេចបាននៅមុនរដូវកាលបោះឆ្នោតខាងមុខលោកបាននិយាយបន្ថែមថាអារម្មណ៍នៅក្នុងប្រទេសអ៊ីស្រាអែលទាំងរដ្ឋាភិបាលនិងក្រុមប្រឆាំងគឺថាសង្គ្រាមនេះបានបរាជ័យមិនត្រឹមតែប៉ុណ្ណោះអ៊ីស្រាអែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកប៉ុន្តែគ្មានគោលដៅសង្គ្រាមណាមួយរបស់លោកនេតាន់យ៉ាហ៊ូត្រូវបានបញ្ជាក់នោះទេដូចជាការផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់ការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះការកាត់ផ្តាច់ការគាំទ្រដល់ក្រុមប្រដាប់អាវុធនិងការបន្ធូរបន្ថយសមត្ថភាពមីស៊ីលប៉ាឡេស្ទិករបស់ខ្លួនប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកបានថ្លែងអំណរគុណដល់សមភាគីចិន Xi Jinping និងសមភាគីរុស្ស៊ី Vladimir Putin ជុំវិញជំហរអព្យាក្រឹតរបស់ពួកគាត់នៅក្នុងបញ្ហាសង្គ្រាមអ៊ីរ៉ង់ I want to thank China, President Xi, I was with him,
and he stayed neutral, totally neutral, and I appreciate it. And I want to thank Vladimir Putin. He was very neutral. They could have made it much more. ប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកនាថ្ងៃពុធទី 17 មិថុនា ឆ្នាំ 2026 ម្សិលមិញនេះបានពណ៌នាពីប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាអព្យាក្រឹតក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់ដែលនិយាយថាមេដឹកនាំទាំងពីរពុំបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអ៊ីរ៉ង់នោះទេលោក Donald Trump បាននិយាយបន្ទាប់ពីការអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ក្នុងចំនួនថារូបលោកគ្រាន់តែចង់អរគុណមេដឹកនាំទាំងពីរព្រោះពួកគេបានធ្វើឲ្យមានភាពធូរស្រាលកាន់តែប្រសើរឡើងថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសន្និសីទក្រមប្រទេស G7 នៅក្នុងទីក្រុង Avion លេបាំងប្រទេសបារាំងលោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកថ្លែងអំណរគុណចំពោះមេដឹកនាំទាំងពីរដែលបានឈរនៅឆ្ងាយពីចំនួនលោក Trump បាននិយាយថារូបលោកចង់អរគុណប្រទេសចិនលោកប្រធានាធិបតី Xi លោកនៅជាមួយគាត់ហើយគាត់នៅតែអព្យាក្រឹតទាំងស្រុងហើយលោកពេញចិត្តណាស់ហើយលោកចង់អរគុណលោក Vladimir Putin គាត់អព្យាក្រឹតខ្លាំងណាស់ពួកគេអាចធ្វើឲ្យវាកាន់តែពិបាកសម្រាប់ពួកលោកការថាអធិប្បាយរបស់លោក Trump គឺផ្ទុយស្រឡះពីសម្ដីរបស់លោកលើសម្ព័ន្ធមិត្តអាមេរិកចាប់ពីប្រទេសជប៉ុនរហូតដល់អឺរ៉ុបដែលលោកបានរិះគន់ចំពោះការមិនជួយក្នុងប្រតិបត្តិការយោធាឬកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីសម្អាតច្រកសមុទ្រហូមូសជាផ្លូវសមុទ្រពាណិជ្ជកម្មដែលអ៊ីរ៉ង់បានបិទទីក្រុងមូស្គូនិងទីក្រុងប៉េកាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេអ៊ីរ៉ង់ប្រទេសរុស្ស៊ីបាននិយាយថាសង្គ្រាមនេះអាចនាំឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានចាត់ទុកសម្បទានពីភាគីអ៊ីរ៉ង់តាក់ទងទៅនឹងបញ្ហាសារធាតុអ៊ុយរ៉ានីញ៉ូមនោះគឺជាជ័យជំនះដ៏ធំសម្រាប់សហរដ្ឋអាមេរិកមន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់អ្នកសារព័ត៌មានថាការធ្វើសម្បទានរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងអនុសារណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាដោយប្រធានាធិបតី Donald Trump គឺជាជ័យជំនះដ៏ធំសម្រាប់សហរដ្ឋអាមេរិកអំឡុងពេលនិយាយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់ពីររូបបានគូបញ្ជាក់ពីកិច្ចព្រមព្រៀង14ចំណុចហើយបានអានម្ដងមួយពាក្យមន្ត្រីទី1បាននិយាយថាចំណុចមួយនៅក្នុងចំណោមចំណុចដែលបានព្រមព្រៀងគ្នាបង្កើតស្តង់ដារអបបរមាសម្រាប់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់អ៊ីរ៉ង់ដើម្បីពង្រាយវាឲ្យដល់កម្រិតទាបបំផុតមន្ត្រីរូបនេះបានបន្ថែមថាពួកគេនិយាយថាយើងនឹងបំផ្លាញស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយនេះជាវិធីដែលយើងនឹងធ្វើយ៉ាងហោចណាស់ដល់កម្រិតទាបបំផុតជាមួយនេះមន្ត្រីទាំងពីរក៏បានជំទាស់ផងដែរចំពោះការរិះគន់ពីគ្រប់ភាគីទាំងអស់ដែលរួមមានពីអ៊ីស្រាអែលសមាជិកគណៈបក្សសាធារណរដ្ឋមួយចំនួននៅទីក្រុង Washington និងអ្នកគាំទ្រអភិរក្សនិយមថ្មីរបស់លោក Trump មន្ត្រីទី1និយាយថាសារព័ត៌មានអ៊ីរ៉ង់និងអ៊ីស្រាអែលបានបំភ្លៃឬយល់ច្រឡំអំពីកិច្ចព្រមព្រៀងនេះតាក់ទងនឹងការរិះគន់របស់អ៊ីស្រាអែលមន្ត្រីទី2បានបញ្ជាក់ថាគ្មានអ្វីត្រូវបានស្នើសុំពីយើងទេដោយនេះគឺជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថាទីក្រុង Washington បានបដិសេធសំណើរបស់អ៊ីស្រាអែលក្នុងការសុំពិនិត្យមើល MOUលោក Donald Trump បានលើកឡើងថាក្នុងចំនួនកន្លងទៅនេះអ៊ីរ៉ង់បានទទួលរងការខូចខាតគិតជាទឹកប្រាក់ចន្លោះពី 1.5 ទៅ 200,000 កោដដុល្លារ We have to do now. ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង Avion លេបាំងរបស់ប្រទេសបារាំងថាការខូចខាតរបស់អ៊ីរ៉ង់នៅក្នុងចំនួននេះត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី 100,000 កន្លះទៅ 200,000 កោដដុល្លារលោកបានចង្អុលបង្ហាញថាជាការពិតណាស់ពួកគេត្រូវការវិនិយោគពីព្រោះយើងបានធ្វើឲ្យមានការខូចខាតគិតជាទឹកប្រាក់ចន្លោះពី 100,000 កន្លះទៅ 200,000 កោដដុល្លារដូច្នេះនរណាម្នាក់នឹងត្រូវជួយពួកគេពុំមានការធានាអំពីការជួយពួកគេទេហើយវាអាចជាប្រទេសជិតខាងរបស់ពួកគេនឹងជួយពួកគេបន្តិចបន្តួចខ្ញុំមិនដឹងទេប៉ុន្តែវាជាចំនួនប្រាក់ដ៏ច្រើនស្ទើរតែគ្មាននរណាម្នាក់មានប្រាក់ច្រើនបែបនេះទេនេះគឺជាប្រភេទនៃការខូចខាតដែលបានកើតឡើងប៉ុន្តែយើងមិនដោះស្រាយប្រាក់មួយចំនួនឡើយដោយសារមានរឿងមិនពិតមួយយោងតាមលោក Trump ការបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកធ្វើឲ្យប្រទេសនេះអាចស្ដារ
ការដឹកជញ្ជូននៅក្នុងតំបន់ឡើងវិញប្រសិនបើខ្ញុំធ្វើផ្ទុយពីនេះប្រសិនបើខ្ញុំចេញទៅហើយបន្តទម្លាក់គ្រាប់បែកលើពួកគេរយៈពេល4ថ្ងៃទៀតខ្ញុំនឹងទទួលការរិះគន់យ៉ាងខ្លាំងអំពីរឿងនោះមេដឹកនាំអាមេរិករូបនេះបានកត់សម្គាល់ថាប្រសិនបើយើងបន្តទម្លាក់គ្រាប់បែកនាវាទាំងអស់នឹងមិននៅទីនោះទេហើយអ្នកកំពុងនិយាយអំពីប្រាក់ចំណូលចំនួន500 600 700លានដុល្លារក្នុងមួយថ្ងៃនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនមេដឹកនាំអាមេរិក Donald Trump បានលើកឡើងថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានបញ្ជៀសមហន្តរាយផ្នែកសេដ្ឋកិច្ចប៉ុន្តែសង្គ្រាមក៏អាចផ្ទុះឡើងវិញផងដែរប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានការពារកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់លោកជាមួយអ៊ីរ៉ង់ដោយនិយាយថាវាបានជួយបញ្ជៀសគ្រោះមហន្តរាយសេដ្ឋកិច្ចសកលខណៈដែលព្រមានថាលោកអាចនឹងបើកការវាយប្រហារថ្មីប្រសិនបើទីក្រុងតេហេរ៉ង់មិនគោរពតាមការបដិញ្ញាចិត្តរបស់ខ្លួននោះទេជាមួយគ្នានេះអំឡុងពេលថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង7ឬ G7 នៅប្រទេសបារាំងលោកត្រាំក៏បាននិយាយផងដែរថាចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពី3ថ្ងៃមុនហើយបានសម្ដែងក្តីសង្ឃឹមថាវាអាចជាការចាប់ផ្ដើមនៃការមានសន្តិភាពកាន់តែទូលំទូលាយនៅទូទាំងតំបន់មជ្ឈិមបូព៌ាអមដោយការបន្ថែមថាជនជាតិអ៊ីរ៉ង់គឺជាមនុស្សឆ្លាតលោកត្រាំបានប្រាប់សន្និសីទសារព័ត៌មានថាយើងនឹងទម្លាក់គ្រាប់បែកលើពួកគេដោយសម្ដៅលើអ៊ីរ៉ង់ប្រសិនបើពួកគេរំលោភលើកិច្ចព្រមព្រៀងខ្ញុំមិនចង់ឲ្យពួកគេធ្វើដូច្នេះទេខ្ញុំចង់ឲ្យពួកគេមានការគោរពតាមកិច្ចព្រមព្រៀងនៅមុននេះលោកបានបញ្ជាក់ថាប្រសិនបើខ្ញុំមិនពេញចិត្តវាប្រសិនបើពួកគេមិនមានអាកប្បកិរិយាល្អទេយើងនឹងវិលទៅទម្លាក់គ្រាប់បែកលើពួកគេវិញលោកត្រាំបានសង្កត់ធ្ងន់ថាដូច្នេះរឿងមួយដែលខ្ញុំមិនចង់ឃើញនោះគឺថាខ្ញុំមិនចង់ឃើញមហន្តរាយសេដ្ឋកិច្ចទេព្រោះថាប្រសិនបើអ្នកបន្តរឿងនោះអាចកើតឡើងគួរបញ្ជាក់ថាសង្គ្រាមដែលបានចាប់ផ្ដើមដោយការវាយប្រហាររបស់អាមេរិកអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈនិងដែលបានវិវត្តទៅជាចំនួនក្នុងតំបន់កាន់តែទូលំទូលាយបានជំរុញឲ្យតម្លៃថាមពលឡើងខ្ពស់សម្ពាធអតិផរណាថ្មីនិងបង្កឲ្យមានក្តីបារម្ភអំពីវិបត្តិផ្គត់ផ្គង់ស្បៀងអាហារដ៏ធំនៅក្នុងប្រទេសកំពុងអភិវឌ្ឍតម្លៃប្រេងបានធ្លាក់ចុះម្ដងទៀតកាលពីថ្ងៃទី17ខែមិថុនាដោយសារតែការរំពឹងទុកពីការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយប្រេងឆៅ Brent មានតម្លៃទាបជាង$80ជាកម្រិតទាបបំផុតចាប់តាំងពីការផ្ទុះជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទូរទស្សនិកជនក្រោយមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅពេលនេះតើស្ថានភាពសេដ្ឋកិច្ចសកលនឹងត្រូវប្រែប្រួលទៅជាយ៉ាងណាតើចំណុចសំខាន់អ្វីខ្លះដែលត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានេះហើយមួយវិញទៀតតើដំណើរចរចានៅពេលខាងមុខទៀតនេះភាគីចំនួនទាំងពីរអាចត្រូវជួបនឹងឧបសគ្គធំអ្វីខ្លះដែលវាអាចជះផលត្រឡប់មកលើសេដ្ឋកិច្ចពិភពលោកវិញដែរយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិទាំងពីររូបរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកណនរីណានិងលោកជិនសេរីមបាទមុននឹងនិយាយលម្អិតអំពីស្ថានភាពសេដ្ឋកិច្ចសកលក្រោយមានកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកខ្ញុំបាទសូមជូនសំណួរដំបូងទៅកាន់លោកសេរីមចង់ដឹងអំពីរឿងកិច្ចព្រមព្រៀងតិចសិនដោយសារតែឥឡូវនេះជាក់ស្ដែងទាំងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានលើកឡើងថាបានសញ្ញេរួចហើយបានចុះហត្ថលេខាលើ MOU អនុស្សរណៈនៃការយោគយល់នឹងរួចហើយតើរហូតមកដល់ពេលនេះគេអាចដឹងបានចំណុចសំខាន់អ្វីខ្លះដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងលើកនេះលោកសេរីបាទចំពោះកិច្ចព្រមព្រៀងហ្នឹងគេហៅថាកិច្ចព្រមព្រៀងបឋមមានន័យថាមិនបានចែងអ្វីទេគឺគ្រាន់តែភាគីទាំងពីរគឺអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងព្រមព្រៀងគ្នាក្នុងចំណុចខ្លះក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងស្រុងហើយរឿងនៅក្នុងកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយថាមានប្រមាណចំណុចហើយចែងទៅលើចំណុចអ្វីខ្លះឲ្យល្អិតល្អន់នោះទេប៉ុន្តែគ្រាន់តែគេដឹងខ្លាំងជាងគេនៅត្រង់ថាច្រកសមុទ្រ Hormuz នេះពីព្រោះច្រកសមុទ្រ Hormuz នេះមិនមែនជាក្តីបារម្ភសម្រាប់តែប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកទេច្រកសមុទ្រ Hormuz នេះវាជាក្តីបារម្ភជាលក្ខណៈសកលតែម្ដងពីព្រោះបើសិនបើអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅតែបិទច្រកសមុទ្រ Strait of Hormuz នេះមានន័យថាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសកលគឺនៅតែមានជាពិសេសសេដ្ឋកិច្ច
នៅតាមបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ារៀងរួមទាំងខាងប្រទេសអ៊ីរ៉ង់ទៀតអញ្ចឹងក្នុងកិច្ចព្រមព្រៀងបឋមក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះគឺមុនដំបូងគេអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហូម៉ូសនឹងឡើងវិញសហរដ្ឋអាមេរិកក៏ត្រូវបើកការហ៊ុំព័ទ្ធកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់នឹងឡើងវិញដែរពីព្រោះ Strait of Hormuz នឹងច្រកសមុទ្រ Hormuz នឹងបិទ2ជាន់អ៊ីរ៉ង់បិទមួយជាន់ហើយសហរដ្ឋអាមេរិកនោះក៏បិទមួយជាន់ទៀតមានន័យថាអ៊ីរ៉ង់បិទនាវាចរនៅទូទាំងពិភពលោកដែលចេញនឹងចូលនៅក្នុងតំបន់មជ្ឈមបូព៌ាហើយសហរដ្ឋអាមេរិកបិទទាំងអ៊ីរ៉ង់ទៀតអញ្ចឹងក្នុងកិច្ចព្រមព្រៀងនេះគឺទាំងអាមេរិកទាំងអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រនឹង Hormuz នឹងឡើងវិញទាំងអស់ដូច្នេះវាមានភាពធូរស្រាលចំពោះពិភពលោកផងដែរប៉ុន្តែគ្រាន់តែកិច្ចព្រមព្រៀងនេះរឿងរ៉ាវច្រើនទៀតតាំងពីការរំដោះលុយបង្កករបស់ប្រទេសអ៊ីរ៉ង់បញ្ហានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់សំណងខូចខាតលើប្រទេសអ៊ីរ៉ង់រួមទាំងបញ្ហាច្រើនទៀតដែលពាក់ព័ន្ធនឹងសង្គ្រាមនេះគឺអាចនិយាយពេលក្រោយពីព្រោះឥឡូវនេះគ្រាន់តែកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដោយផ្ដោតសំខាន់ទៅលើថាក្នុងអំឡុងពេលដែលមានកិច្ចព្រមព្រៀងបឋមជាមួយគ្នានេះគឺអាមេរិកនិងអ៊ីរ៉ង់ផ្ដោតសំខាន់លើច្រកសមុទ្រ Hormuz ដើម្បីបន្ធូរបន្ថយដង្ហើមពិភពលោកសិនហើយភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាលម្អិតលើកិច្ចព្រមព្រៀងជាស្ថាពរក្នុងដំណើរបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលក្រោយទៀតបាទឥឡូវយើងចូលមកមើលស្ថានភាពសេដ្ឋកិច្ចសកលបន្តិចតាមរយៈកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានេះលោកណាតើវានឹងអាចជះឥទ្ធិពលយ៉ាងណាទៅលើស្ថានភាពសេដ្ឋកិច្ចសកលបន្ទាប់ពីនេះទៅបាទគេមើលឃើញថាសង្គ្រាមប្រឆាំងអ៊ីរ៉ង់ upend the global economy មានន័យថាធ្វើឲ្យសេដ្ឋកិច្ចសកលវាក្លាប់ចាក់បាត់ឬក៏វាបដូរសណ្ដាប់ធ្នាប់គឺបដូររបៀបនៃកំណើនរបស់វានឹងបាត់ហើយអញ្ចឹងនេះគឺជាការលើកឡើងជាច្រើនគេបានលើកឡើងថាតម្លៃកើនឡើងតម្លៃខ្ពស់វាមិនងាយស្រុតទៅវិញភ្លាមទេនេះគឺជាការភាពជាក់ស្ដែងតម្លៃប្រេងតម្លៃស្បៀងអាហារតម្លៃដឹកជញ្ជូនវាមិនអាចធ្លាក់ចុះភ្លាមដោយលោកណត្រាំថាវាធ្លាក់ចុះដូចទម្លាក់ថ្មអញ្ចឹងបាននេះអញ្ចឹងនេះគឺជាស្ថានភាពមួយដែលគេមើលឃើញថាវាមានការផ្លាស់ប្ដូរដំណើរសេដ្ឋកិច្ចសកលមួយផ្នែកទៀតក៏គេមើលឃើញដែរថាច្រកដឹកជញ្ជូនទី1អ៊ីរ៉ង់មិនដែលបញ្ជាក់មិនដែលបដិសេធរឿងមីនទេអញ្ចឹងគេប៉ាន់ស្មានថាខ្ទង់ 5000 គ្រាប់នៅច្រកសមុទ្រហូម៉ូសចំកណ្ដាលហ្នឹងដែលអ៊ីរ៉ង់បានដាក់មីនទឹកហើយពេលដែលបើកហើយក៏ត្រូវតែមានការប្រុងប្រយ័ត្ននិងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់សម្រាប់សុវត្ថិភាពនៃការឆ្លងកាត់នេះមួយទៀតខ្សែច្រវាក់ផ្គត់ផ្គង់គន្លងរបស់វាសម្រាប់ដំណើរការនៃខ្សែច្រវាក់ផ្គត់ផ្គង់វាបោអស់ហើយវាវែងវាប៉ែលអស់ហើយអញ្ចឹងទៅតម្រង់វាឡើងវិញដល់ពេលតម្រង់ឡើងវិញវាត្រូវការពេលវេលាតម្រង់ខ្សែគន្លងនៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលវាបោដែលវាប៉ោលវាប៉ែលអស់នេះឲ្យវាដើរតាមគន្លងវិញអញ្ចឹងក៏វាត្រូវការរយៈពេលយូរអញ្ចឹងហើយបានជាអ្នកជំនាញនៅសារព័ត៌មាន New York Times របស់សហរដ្ឋអាមេរិកជាអ្នកវិភាគសេដ្ឋកិច្ចលោកស្រី Patricia Cohen បានលើកឡើងថាសង្គ្រាមនេះបានធ្វើឲ្យសេដ្ឋកិច្ចសកលផ្លាស់ប្ដូរជាអចិន្ត្រៃយ៍មានន័យថាកែប្រែជាអចិន្ត្រៃយ៍ប្រទេសជាច្រើននៅលើសកលលោកបានមើលឃើញភាពងាយរងគ្រោះនៃការនាំចូលប្រេងពីតំបន់មជ្ឈមបូព៌ាមានន័យថាការពឹងពាក់ថាមពលពីប្រភពមួយឬក៏ប្រភពច្រើនប៉ុន្តែពឹងពាក់ខ្លាំងពេកដោយមិនបានគិតអំពីធនធានសម្រាប់ខ្លួនឯងនៅពេលដែលមានបញ្ហាគឺធ្វើឲ្យរងគ្រោះទាំងអស់គ្នាវឹកវរទាំងអស់គ្នាចំណុចនឹងហើយទើបនឹងធ្វើឲ្យប្រទេសនានាដែលប្រទេសជាច្រើនដែលមើលឃើញពីភាពងាយរងគ្រោះនេះបង្វែរទៅធ្វើបដិវត្តកម្មធម្មពលកកើតឡើងវិញមានធម្មពលពន្លឺព្រះអាទិត្យមានធម្មពលខ្យល់រួមទាំងគេហៅថាធម្មពលដែលបានមកពីធម្មពលនុយក្លេអ៊ែរនេះទៀតនេះគឺជារឿងចាំបាច់ហើយអ្នកជំនាញក៏បានលើកឡើងថាអ្នកដែលត្រូវប៉ាន់ជាងគេគឺចិននឹងឯងនៅពេលដែលនិយាយអំពីធម្មពលពន្លឺព្រះអាទិត្យ
ចិនមានចំការរាប់សែនកន្លែងហើយចិនជាអ្នកផលិតផ្ទាំងពន្លឺធម្មពលប្រទេសទៅទៀតនិយាយអំពីធម្មពលខ្យល់ចិននាំចេញទូប៊ីនខ្យល់ទៅកាន់សហភាពអឺរ៉ុបទៅកាន់ប្រទេសផ្សេងទៀតនិយាយអំពីធម្មពលនុយក្លេអ៊ែរចិនមានទៀតអញ្ចឹងគឺដំណើរនៃសេដ្ឋកិច្ចដែលធ្លាប់ពឹងអាស្រ័យខ្លាំងលើការនាំចូលធម្មពលនេះធ្វើឲ្យគេនឹកឃើញថាវាគង់តែរងគ្រោះទេបើមិនជាមិនមានការពឹងពាក់ខ្លួនឯងបានច្រើនដូច្នេះដំណើរការនៃការគេហៅថាទាញឲ្យស្ថានភាពមកប្រសើរឡើងវិញគឺវាត្រូវការរយៈពេលយូរច្រើនខែអាចដំណើរការបានកន្លងនៃខ្សែច្បាប់ផ្គត់ផ្គង់វាបោវាប៉ែលវាខូចត្រូវការជួសជុលឡើងវិញរយៈពេលយូរតម្លៃក៏វាមានន័យថាច្រើនខែទៀតអាចទៅរកស្ថានភាពមុនសង្គ្រាមបានក្នុងរយៈពេលមធ្យមនិងរយៈពេលវែងប្រទេសនានាងាកទៅប្រើប្រាស់ចំការឬក៏សួនធម្មពលព្រះអាទិត្យដោយខ្លួនឯងភាគច្រើននិងប្រភពធម្មពលក៏កើតឡើងវិញមានធម្មពលខ្យល់និងធម្មពលនុយក្លេអ៊ែរជាដើមនេះគឺជាការកែប្រែថ្មីក្រោយមើលឃើញស្ថានភាពនៃសង្គ្រាមដែលមានរយៈពេល74ខែនៅក្នុងតំបន់មជ្ឈមបូព៌ារវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់នេះបាទឥឡូវយើងចូលមកនិយាយលំអិតបន្តិចទៀតរឿងកិច្ចព្រមព្រៀងដែលជាក់ស្ដែងកិច្ចព្រមព្រៀងបឋមនេះគ្រាន់តែជាការបើកផ្លូវសម្រាប់ការបន្តការចរចារវាងអាមេរិកនិងអ៊ីរ៉ង់តែប៉ុណ្ណោះហើយលោក Donald Trump ក៏បានព្រមានដែរថាបើអ៊ីរ៉ង់មិនគោរពការបដិញ្ញាចិត្តដែលខ្លួនបានព្រមជាមួយសហរដ្ឋអាមេរិកនេះទេសហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ទៀតនៅក្នុងនោះជាការព្រមានរឿងខ្លាំងតែមើលទៅនៅក្នុងដំណើរសន្តិភាពអាមេរិកនិងអ៊ីរ៉ង់ក្រោយមាន MOU លើកនេះមានឧបសគ្គធំអ្វីនៅចំពោះមុខខ្លះទៀតលោកសេរីមបាទចំពោះឧបសគ្គក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់វាមានច្រើនដោយសារតែនៅពេលបច្ចុប្បន្ននេះភាគីចំនួនទាំងពីរហាក់ដឹងកម្លាំងគ្នាបាទដូចកបីជុលគ្នាអញ្ចឹងទាំងភាគីទាំងពីរនឹងដឹងកម្លាំងគ្នាច្បាស់ហើយជាពិសេសកាលពីមុនសូម្បីតែច្រកសមុទ្រហូមូសនឹងមួយកាលពីមុនសូម្បីតែអ៊ីរ៉ង់ក៏មិនដឹងច្បាស់ខ្លួនឯងថាខ្លួនអាចបិទច្រកសមុទ្រហូមូសនឹងបានដែរពីព្រោះនៅលើពិភពលោកនេះអ្នកណាក៏ដឹងដែរថាសហរដ្ឋអាមេរិកនឹងជាមហាអំណាចសារពាវុធលេខ1នៅលើពិភពលោកហើយអញ្ចឹងបើសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រហូមូសនេះហើយសហរដ្ឋអាមេរិកអន្តរាគមន៍យោធាមកអាចអ៊ីរ៉ង់មិនអាចឈរជើងបានទេប៉ុន្តែឥឡូវនេះអ៊ីរ៉ង់ទៅជាមានសន្លឹកបៀនឹងសំខាន់ដោយអ៊ីរ៉ង់ដឹងច្បាស់ខ្លួនឯងថាច្រកសមុទ្រហូមូសនេះបើអ៊ីរ៉ង់បិទគឺអ្នកណាក៏មិនអាចបើកបានដែរអញ្ចឹងក្នុងករណីដែលអ៊ីរ៉ង់មិនពេញចិត្តរឿងអ្វីមួយហើយក្នុងករណីដែលអ៊ីរ៉ង់ទាមទារអ្វីមួយពីសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកមិនធ្វើតាមការទាមទាររបស់ប្រទេសអ៊ីរ៉ង់នេះវានាំឲ្យមានភាពតានតឹងសាយជាថ្មីច្រកសមុទ្រហូមូសវាជាគោលដៅវាជាសន្លឹកបៀរបស់ប្រទេសអ៊ីរ៉ង់ក្នុងការលេងជាមួយសហរដ្ឋអាមេរិកហើយអញ្ចឹងថាមានឧបសគ្គអ្វីខ្លះឧបសគ្គទី1ត្រង់ការទាមទាររបស់ប្រទេសអ៊ីរ៉ង់នឹងតែម្ដងដូចជាកម្មវិធីនុយក្លេអ៊ែរប្រសិនបើនិយាយពីកម្មវិធីនុយក្លេអ៊ែរនេះវាជាឧបសគ្គខ្លាំងណាស់ដោយសារតែចំហមួយនៅពេលបច្ចុប្បន្ននេះគឺនៅមានចំហខុសគ្នានៅឡើយអ៊ីរ៉ង់នៅតែចង់បន្តកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួនប៉ុន្តែអ៊ីរ៉ង់ក៏បដិញ្ញាចិត្តថានឹងមិនមានគ្រាប់បែកមហាបល្ល័យដែរអញ្ចឹងគឺអ៊ីរ៉ង់នៅមានជំហរថាកម្មវិធីនុយក្លេអ៊ែរគឺត្រូវតែមានប៉ុន្តែខាងបែបស៊ីវិលទេតែសហរដ្ឋអាមេរិកអត់ចង់ទេពីព្រោះសហរដ្ឋអាមេរិកមិនទុកចិត្តអ៊ីរ៉ង់ទេអ៊ីរ៉ង់អាចនឹងលបលួចផលិតគ្រាប់បែកមហាបល្ល័យនៅពេលខាងមុខបើសិនជាបន្តឲ្យអ៊ីរ៉ង់បន្តកម្មវិធីនុយក្លេអ៊ែរទោះបីជាអ៊ីរ៉ង់បដិញ្ញាចិត្តថាមិនផលិតគ្រាប់បែកមហាបល្ល័យក៏ដោយជារឿងមួយទៅដែលជាឧបសគ្គនៅត្រង់ថាអ៊ីស្រាអែលហើយនឹងក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដូចជាពួកឧទាម Hezbollah នៅប្រទេសលីបង់ជាដើមនឹងដឹងថាទោះបីជាមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ដោយប៉ុន្តែអ្វីដែលជាឧបសគ្គរបស់ប្រទេសអ៊ីស្រាអែលគឺនៅតែមានដដែលដោយសារតែគោលដៅសង្គ្រាមទៅលើប្រទេសអ៊ីរ៉ង់នេះក៏ក្នុងគោលដៅអ៊ីស្រាអែលកាត់ផ្ដាច់ក្រុមបង្កអសន្តិសុខដល់អ៊ីស្រាអែលដែរប៉ុន្តែសង្គ្រាមអូសបន្លាយអស់រយៈពេលជាង3ខែវាទៅជាអ្វីដែលអ៊ីស្រាអែលមាននៅតែមានដដែលក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់នេះ
នឹងគម្រាមកំហែងដល់សន្តិសុខរបស់ប្រទេសអ៊ីស្រាអែលយូរអង្វែងដដែលអញ្ចឹងឧបសគ្គនៅក្នុងថាបើសិនបើសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងអាចនិយាយបានថាឈានដល់ការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុន្តែបើអ៊ីស្រាអែលនៅតែវាយតហបោហាទៅលើក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដូចជាពួកឧទាម Hezbollah នៅប្រទេសលីបង់ជាដើមនោះសង្គ្រាមអាចចាប់ផ្ដើមឡើងវិញសាយជាថ្មីហើយម្យ៉ាងទៀតចំពោះការលើកលែងទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ក៏ជាឧបសគ្គដែរឧបសគ្គនៅត្រង់ថាសហរដ្ឋអាមេរិកទំនងក៏មិនធ្វើតាមការទាមទាររបស់ប្រទេសអ៊ីរ៉ង់គ្រប់តែរឿងដែរគ្រាន់តែសហរដ្ឋអាមេរិកនឹងចង់បញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់កុំឲ្យពាក់ព័ន្ធមែនប៉ុន្តែដល់ផ្ដល់អ្វីដែលអ៊ីរ៉ង់ទាមទារវាច្រើនពេកឬក៏អ៊ីរ៉ង់នឹងទាមទារហួសហេតុពេកទំនងក៏ជាឧបសគ្គមួយសម្រាប់ការបញ្ចប់សង្គ្រាមដែរដូច្នេះនិយាយជារួមមកវិញគឺឧបសគ្គសម្រាប់ការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះមានច្រើនប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅពេលបច្ចុប្បន្ននេះវាបានធូរស្រាលបន្តិចទៅហើយដោយសារតែអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានឈានមួយជំហានទៅមុខក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយគ្នានោះបាទបាទឥឡូវយើងក៏លេចទៅមើលមជ្ឈដ្ឋានសហរដ្ឋអាមេរិកដែលយើងបានមើលឃើញថាមករយៈកាលនៃសង្គ្រាមនេះលោក Donald Trump ទទួលរងការរិះគន់ច្រើនអំពីការកើនឡើងនៅអតិផរណានៅក្នុងប្រទេសប្រេងឡើងថ្លៃតម្លៃទំនិញឡើងថ្លៃជាដើមរហូតមកដល់ពេលនេះតើការរិះគន់ចំពោះលោក Donald Trump មានការប្រែប្រួលខ្លះទេលោករីណានៅក្នុងក្របខ័ណ្ឌសហរដ្ឋអាមេរិកនោះបាទការប្រែប្រួលគឺមានន័យថាគណៈបក្សសាធារណរដ្ឋកន្លងមកដែលមិនសូវសប្បាយចិត្តដែរចំពោះការសម្រេចចិត្តធ្វើសង្គ្រាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺហាក់ដូចជាមិនសប្បាយចិត្តប៉ុន្តែឥឡូវនេះគឺប្រែប្រួលមកអារម្មណ៍សប្បាយគ្រប់គ្រងប៉ុន្តែខាងគណៈបកប្រជាធិបតេយ្យនេះវិញគឺធ្លាប់រិះគន់លោកត្រាំតាំងពីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងអាណត្តិទី1របស់លោកក្រោយពេលដែលកិច្ចព្រមព្រៀងនេះសម្រេចបានក្នុងរដ្ឋកាលបារ៉ាក់អូបាម៉ាចរចារយៈពេល72ឆ្នាំក៏សម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ជាមួយអ៊ីរ៉ង់អញ្ចឹងលោកត្រាំថាវាអត់កិច្ចព្រមព្រៀងនេះវាអត់ពេញលេញឲ្យអ៊ីរ៉ង់ផ្អាកត្រឹមតែ10ទៅ15ឆ្នាំចុះក្រោយពី10ទៅ15ឆ្នាំយ៉ាងឲ្យទៀតហើយទណ្ឌកម្មបធូរបថយខ្លះហើយលុយដែលបង្កកហ្នឹងឲ្យទៅខ្លះហើយអញ្ចឹងនៅពេលដែលលោកត្រាំថាអត់បានទេដល់អាមេរិកចេញពីកិច្ចព្រមព្រៀងហ្នឹងដាក់ទណ្ឌកម្មឡើងវិញអាលុយដែលត្រៀមថាឲ្យហ្នឹងក៏បង្កកឡើងវិញដែរមានន័យថាបង្កករហូតដល់មានកិច្ចព្រមព្រៀងថ្មីឥឡូវនេះដល់វេនលោកត្រាំម្ដងហើយក្នុងនឹងគឺជាថ្នូរនឹងការពង្រាវចោលសារធាតុអ៊ុយរ៉ានីញ៉ូមដែលអ៊ីរ៉ង់ថាពង្រាវចោលតាមការចង់បានរបស់អាមេរិកប៉ុន្តែអ៊ីរ៉ង់នៅតែទាមទារថា10ទៅ20ពី5ទៅ20ឆ្នាំអីផ្អាកប៉ុណ្ណឹងខ្លួនចង់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញសម្រាប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលកន្លែងហ្នឹងអាមេរិកអត់ទាន់ថាទេប៉ុន្តែខាងគណៈបកប្រជាធិបតេយ្យថាមានអីខុសគ្នាធ្វើអញ្ចឹងអត់មានអីខុសគ្នាទេទី2គឺអ៊ីរ៉ង់ទាមទារឲ្យដោះទណ្ឌកម្មទាំងអស់មានន័យថាឲ្យដកទណ្ឌកម្មទាំងអស់ពេលចុះហត្ថលេខាក្នុងរយៈពេល60ថ្ងៃដែលចរចាបានហើយសញ្ញាអាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍នឹងហើយគឺឲ្យដកទណ្ឌកម្មទាំងអស់សហរដ្ឋអាមេរិកថាអត់ទេចាំមើល compliance របស់អ៊ីរ៉ង់សិនចាំមើលអ៊ីរ៉ង់ធ្វើយ៉ាងម៉េចខ្លះទៅតាមការចង់បានរបស់អាមេរិកអត់នឹងបធូរបន្ថយជាដំណាក់កាលប៉ុន្តែនៅពេលដែលចុះហត្ថលេខាភ្លាមគឺសហរដ្ឋអាមេរិកក៏ផ្ដល់បកគលឲ្យចេញលិខិតលើកលែងការហាមឃាត់ការលក់ប្រេងរបស់អ៊ីរ៉ង់កន្លែងនេះគឺសហរដ្ឋខាងសាធារណរដ្ឋប្រជាធិបតេយ្យតតាំងខ្លាំងណាស់ថាសហរដ្ឋអាមេរិកលោកត្រាំនឹងគឺថាសម្បទាននឹងវាច្រើនហួសហេតុពេកទី1គឺការអនុញ្ញាតឲ្យអ៊ីរ៉ង់អាចលក់ប្រេងបានភ្លាមទី2មានផែនការស្ថាបនាឡើងវិញសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តតំបន់ត្រូវរៀបចំកញ្ចប់ថវិកាស្ថាបនាអ៊ីរ៉ង់ឡើងវិញ$300,000 លានហើយទាមទារឲ្យដកទណ្ឌឲ្យបញ្ចេញលុយត្រឡប់ទៅវិញទាំងអស់ដូច្នេះជាចំណុចត្រឹមតែថាឆាប់ចេញលិខិតឲ្យអនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងវិញបានគឺជាសម្បទានហួសហេតុពេកអញ្ចឹងនៅតែរិះគន់លោកត្រាំមិនទាន់ធ្វើបានផងទេមិនទាន់ចាប់ផ្ដើមអនុវត្តទេនៅនិយាយគ្នា60ថ្ងៃសិនបានឈានទៅដល់ចេញលិខិតដើម្បីឲ្យអ៊ីរ៉ង់លក់ប្រេងឡើងវិញបានដូច្នេះក៏លោកត្រាំឯកភាពថាក្រោយការចរចាក្រោយចុះហត្ថលេខាឲ្យ60ថ្ងៃ
ចែកលើបញ្ហានេះលំអិតខាងសាធារណប្រជាធិបតេយ្យថាសម្បទានច្រើនពេកគឺមិនខុសគ្នាពីមុនទេចឹងចាំបាច់លុបអាដំណែលចាស់ធ្វើអីឥឡូវនេះគឺជាបញ្ហាមួយទៀតក្រោយពេលដែលលោកត្រាំធ្វើបានជោគជ័យហើយក៏ដោយការរិះគន់ពីខាងគណៈបកប្រជាធិបតេយ្យគឺជាបកប្រឆាំងហ្នឹងនឹងបន្តរិះគន់ថែមទៀតក្រោយពេលដែលបោះឆ្នោត8លើកតម្រាំហាមឃាត់លោកត្រាំឲ្យបញ្ចប់សង្គ្រាមបានប៉ុន្តែលោកត្រាំក៏មិនប្រើសិទ្ធិវេតូដោយសារតែស្ថានភាពវាឈប់ទម្លាក់ក្របបែកទៅហើយនៅតែស្ថានភាពតាមតាំងការប្រើប្រាស់សម្ដីគេហៅថាវោហាទៅវិញទៅមកតែប៉ុណ្ណឹងដូច្នេះជារួមមកការរិះគន់លោកត្រាំពីបកប្រឆាំងគឺនៅតែមានជាពិសេសរឹតតែកើនឡើងហើយថាកិច្ចព្រមព្រៀងនេះអន្តទៅទៀតសូម្បីតែអតីតអនុប្រធានាធិបតីលោកត្រាំសម័យក្នុងអាណត្តិទី1របស់លោកគឺលោក Mike Pence ហ្នឹងថាកិច្ចព្រមព្រៀងវាគ្មានអីប្រសើរជាងកិច្ចព្រមព្រៀង bad deal ទេវាគ្មានអីប្រសើរជាងកិច្ចព្រមព្រៀងអន់ហ្នឹងទេដែលសម្រេចបាននោះអញ្ចឹងសូម្បីតែមន្ត្រីសាធារណរដ្ឋហ្នឹងក៏រិះគន់ថាកិច្ចព្រមព្រៀងនេះមិនល្អទេប៉ុន្តែមិនទាំងអស់ទេឥឡូវនេះគឺខាងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណៈបក្សសាធារណរដ្ឋហ្នឹងគឺហៅថាជាកិច្ចព្រមព្រៀងឈ្នះឬក៏ជាកិច្ចព្រមព្រៀងជ័យជំនះធំធេងសម្រាប់ពលរដ្ឋអាមេរិករួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងប៉ុន្តែខាងគណៈបកប្រជាធិបតេយ្យថាកិច្ចព្រមព្រៀងនេះគឺជា bad deal ហើយកិច្ចព្រមព្រៀងអន់ដែលមិនបានហុចប្រយោជន៍អ្វីឲ្យអាមេរិកទេអ៊ីរ៉ង់នៅតែដង្ខើញទាមទារសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយអ៊ីរ៉ង់មិនបានបោះបង់ចោលសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទេបាទសូមអរគុណលោករីណានិងលោកសេរីមយើងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណងាកមកកាន់ព័ត៌មានអំពីកិច្ចប្រជុំកំពូល G7 គឺបណ្ដាប្រទេសដែលមានឧស្សាហកម្មរីកលូតលាស់ខ្លាំងទាំង7ធ្វើឡើងនៅក្នុងទីក្រុង Avion-le-Bain ដែលទើបតែបានបញ្ចប់ទៅប្រធានាធិបតីបារាំងបានចាត់ទុកភាពជាម្ចាស់ផ្ទះរបស់ខ្លួនជាដំណើរការមួយដ៏ជោគជ័យក្រោយកិច្ចប្រជុំបានធ្វើឡើងពិសេសបានមើលឃើញជោគជ័យជាការបោះជំហានធំក្នុងបញ្ហាអ៊ុយក្រែននិងរឿងបញ្ហាអ៊ីរ៉ង់ប្រធានាធិបតីអ៊ីម៉ានូអែល ម៉ាក្រុងរបស់បារាំងបានហៅកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅក្នុងទីក្រុង Avion ថាជាភាពជោគជ័យដោយសង្កត់ធ្ងន់ថាកិច្ចប្រជុំនេះបានក្លាយជាពេលវេលានៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមមេដឹកនាំពិភពលោកបន្ទាប់ពីរយៈពេលដ៏យូរនៃការមិនចុះសម្រុងគ្នានៅក្នុងអំឡុងសន្និសីទសារព័ត៌មានលោកម៉ាក្រុងបាននិយាយថាកិច្ចប្រជុំកំពូលនេះតំណាងឲ្យពេលវេលានៃសាមគ្គីភាពការពិភាក្សាប្រកបដោយគុណភាពនិងកិច្ចសហប្រតិបត្តិការពិតប្រាកដរវាងក្រុមមេដឹកនាំដោយបន្ថែមថានេះបានអនុញ្ញាតឲ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធដើម្បីប្រឈមនឹងវិបត្តិសកលនិងបញ្ហាប្រឈមសំខាន់ៗនៃសម័យកាលនេះសង្គ្រាមនៅអ៊ុយក្រែនក៏ជាចំណុចសំខាន់នៃសេចក្តីថ្លែងការណ៍របស់លោកដែរលោកដោយយោងតាមប្រធានាធិបតីបារាំងមេដឹកនាំក្រុមប្រទេស G7 បានយល់ស្របថាតុល្យភាពអំណាចនៅក្នុងចំនួនបានផ្លាស់ប្ដូរងាកទៅរកអ៊ុយក្រែនលោកម៉ាក្រុងបានប្រកាសថាអ៊ុយក្រែនកំពុងរីកចម្រើនខណៈកំពុងទប់ទល់ហើយរុស្ស៊ីកំពុងដកថយលោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសម្ពាធលើទីក្រុងមូស្គូដែរដោយគូបញ្ជាក់ថាប្រទេស G7 បដិញ្ញាពង្រឹងទណ្ឌកម្មបន្ថែមទៀតលោកថាពួកលោកត្រូវបានបដិញ្ញាបង្កើនសម្ពាធរួមទាំងតាមរយៈការពង្រឹងទណ្ឌកម្មរបស់ខ្លួនការធ្វើឲ្យសកម្មឡើងវិញនៃប្រទេសជាសមាជិក G7 នេះគឺមានសារៈសំខាន់ខ្លាំងណាស់ថ្លែងអំពីឯកភាពក្នុងក្រុមប្រទេសជាសមាជិកលោកម៉ាក្រុងបានគូបញ្ជាក់ថានេះគឺជាលើកដំបូងហើយដែលកិច្ចព្រមព្រៀងកម្រិតខ្ពស់បែបនេះត្រូវបានសម្រេចលើបញ្ហាអ៊ុយក្រែនប្រធានាធិបតីបារាំងរូបនេះបានសន្និដ្ឋានថាថ្ងៃនេះពួកលោកមានការរួបរวมគ្នាដែលមិនធ្លាប់មាននៅក្នុងក្រុមប្រទេស G7 ហើយពួកលោកបានឈានដល់ការសន្និដ្ឋានយ៉ាងច្បាស់លាស់ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនាថ្ងៃប្រហ័សទី18មិថុនាថាលោកបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាមួយដែលមានបំណងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់មន្ត្រីអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថាអនុសារណៈនៃការយោគយល់គ្នានេះក៏ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ផងដែរប្រធានាធិបតី Vladimir Putin របស់ប្រទេសរុស្ស៊ីបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំកំពូលនៃបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍គឺអាស៊ាននៅក្នុងការពង្រឹងទំនាក់ទំនងនិងពង្រីកផ្នែកពាណិជ្ជកម្មរវាងរុស្ស៊ីជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ានលោកប្រធានាធិបតី Vladimir Putin បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នាថ្ងៃពុធទី17ខែមិថុនាឆ្នាំ2026នាសប្តាហ៍នេះគណៈរុស្ស៊ីកំពុងស្វះស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងទំនាក់ទំនងផ្សេងទៀតជាមួយនឹងប្រជាជាតិនៃប្លុកក្នុងតំបន់
ជំនួបនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបជាមួយមេដឹកនាំ G7 នៅប្រទេសបារាំងលោក Zelensky បាននិយាយកាលពីថ្ងៃពុធថាពួកលោកបានឯកភាពគ្នាលើការពង្រឹងបន្ថែមនៃការការពារដែនអាកាសរបស់អ៊ុយក្រែននិងវិធានការថ្មីៗប្រឆាំងនឹងក្រុងមូស្គូកិច្ចប្រជុំរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី17ដល់ថ្ងៃទី18មិថុនាសប្តាហ៍នេះដែលកំពុងត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកាហ្សានប្រទេសរុស្ស៊ីត្រូវបានកំណត់ដើម្បីពិចារណាលើវិធីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីជាមួយប្រជាជាតិអាស៊ានដែលរួមមានប្រទេសប្រូយណេកម្ពុជាឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីមីយ៉ាន់ម៉ាហ្វីលីពីនសិង្ហបុរីថៃទីម៉ូខាងកើតនិងវៀតណាមនាយយោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំងលោកយូរីយូសាកូវលោកថ្លែងថាប្លុកនៅក្នុងតំបន់នេះបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូជាដៃគូសន្ទនានិងបានចូលរួមជាមួយនឹងមន្ត្រីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងកាហ្សាននៅលើទន្លេ Volga គឺជាខួបលើកទី35នៃទំនាក់ទំនងរុស្ស៊ីអាស៊ានស្របពេលដែលលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានពិភាក្សាជាមួយមេដឹកនាំអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបអំពីបញ្ហាសន្តិភាពនៅអ៊ុយក្រែនខាងរុស្ស៊ីឯណោះបានបង្កើនការវាយប្រហារយ៉ាងសន្ធប់ពាសពេញប្រទេសអ៊ុយក្រែនក្រុមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងនៅថ្ងៃប្រហ័សទី18មិថុនានេះថារុស្ស៊ីបានវាយប្រហារក្រុងគៀវដោយមីស៊ីលគណៈពួកគេបានជំរុញឲ្យប្រជាជនជ្រកកោននៅកន្លែងមានសុវត្ថិភាពប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Volodymyr Zelensky បានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបអ្នកមើលឃើញហេតុការណ៍ម្នាក់របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានលើសម្លេងផ្ទុះនៅក្នុងទីក្រុងគៀវគណៈក្រុមអាជ្ញាធរនៃទីក្រុងស៊ូមីភាគឦសាននៃប្រទេសអ៊ុយក្រែននិយាយថាមនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនគណៈការប្រកាសអាសន្នពីការវាយប្រហារតាមអាកាសត្រូវបានចេញសម្រាប់ទឹកដីភាគច្រើនរបស់អ៊ុយក្រែនក្រុមឆ្លើយតបបន្ទាន់បានព្យាយាមពន្លត់អណ្ដាតភ្លើងនិងជម្លៀសពលរដ្ឋនៅក្នុងទីក្រុង Zaporizhzhia នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនលោក Timur Tkachenko ប្រធានរដ្ឋបាលយោធាក្រុងគៀវបានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram នៅព្រឹកថ្ងៃប្រហ័សនេះថាសត្រូវកំពុងវាយប្រហាររដ្ឋធានីដោយមីស៊ីលផ្លោងសូមស្នាក់នៅកន្លែងមានសុវត្ថិភាពរហូតដល់ការជូនដំណឹងអំពីការវាយប្រហារតាមអាកាសបញ្ចប់នៅប្រទេសបារាំងលោក Zelensky បានបញ្ជាក់ថាលោកបាននិយាយជាមួយលោក Donald Trump និងប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពីបានជួបជាមួយមេដឹកនាំផ្សេងទៀតដែលចូលរួមកិច្ចប្រជុំ G7 លោកបានហៅការពិភាក្សាទាំងនោះថាជាការសន្ទនាសម្របសម្រួលដើម្បីព្យាយាមបញ្ចប់ជម្លោះរុស្ស៊ីអ៊ុយក្រែនដែលកំពុងបន្តមានមកកាន់បញ្ហារវាងចិននិងតៃវ៉ាន់វិញទូរទស្សនិកជនប្រទេសចិនសន្យាចាត់វិធានការឆ្លើយតបក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការសម្ងាត់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាប្រទេសចិនបានសន្យានាថ្ងៃពុធទី17មិថុនាសប្តាហ៍នេះថានឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតបទៅនឹងតំបន់តៃវ៉ាន់ដែលបើកដំណើរការគេហទំព័រសម្រាប់ពលរដ្ឋចិនដើម្បីទម្លាយព័ត៌មានស៊ើបការសម្ងាត់ប្រទេសចិនអះអាងថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនហើយបានគម្រាមប្រើកម្លាំងដើម្បីក្រសោបយកកោះនេះគណៈក្រុងតៃប៉េចោទប្រកាន់ក្រុងប៉េកាំងថាបានប្រើប្រាស់ចារកម្មនិងការជ្រៀតចូលដើម្បីធ្វើឲ្យប្រព័ន្ធការពារជាតិរបស់ខ្លួនចុះខ្សោយវេទិកាថ្មីដែលបង្កើតឡើងដោយការិយាល័យសន្តិសុខជាតិកោះតៃវ៉ាន់ស្គាល់ថា NHB អញ្ជើញពលរដ្ឋចិនដែលមានជំហរស្រឡាញ់លទ្ធិប្រជាធិបតេយ្យដូចគ្នាដើម្បីសហការគ្នាលើការផ្តល់ព័ត៌មានលម្អិតអំពីទីក្រុងប៉េកាំង NHB បានណែនាំវេទិកានេះកាលពីថ្ងៃអាទិត្យជាមួយនឹងវីដេអូមានរយៈពេល1នាទីបង្កើតឡើងដោយ AI ដែលបង្ហាញពីមន្ត្រីរដ្ឋការចិនម្នាក់កំពុងមើលឃើញមិត្តរួមការងារត្រូវបានដកចេញនិងស៊ើបអង្កេតដោយឆ្លុះបញ្ចាំងពីបរិយាកាសរីករាលដាលដែលមនុស្សគ្រប់គ្នាស្ថិតនៅក្នុងភាពភ័យខ្លាចក្រោមការដឹកនាំរបស់ចិនព័ត៌មានអំពីបញ្ហាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបជាមួយចិនវិញសហភាពអឺរ៉ុបរៀបចំសម្រាប់យុគសម័យពាណិជ្ជកម្មថ្មីជាមួយចិនដើម្បីឆ្លើយតបនឹងអានុភាពពាណិជ្ជកម្មដ៏ខ្ពស់បំផុតសហភាពអឺរ៉ុបកំពុងរៀបចំផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនស្របពេលមានអានុភាពពាណិជ្ជកម្មកាន់តែធំជាមួយប្រទេសចិនការពឹងផ្អែកកាន់តែខ្លាំងឡើងលើវិស័យយុទ្ធសាស្ត្រនិងសម្ពាធពីគំរូផលិតកម្មដែលឧបត្ថម្ភដោយរដ្ឋរបស់ចិនលើឧស្សាហកម្មនៅតំបន់អឺរ៉ុប
ប្រទេសចិនដែលជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតរបស់ពិភពលោកកំពុងជំរុញផលិតផលរបស់ខ្លួននៅក្នុងទីផ្សារសកលតាមរយៈគោលនយោបាយឧស្សាហកម្មឧបត្ថម្ភដោយរដ្ឋខណៈដែលខ្លួនពង្រីកសមត្ថភាពផលិតកម្មយ៉ាងឆាប់រហ័សនៅក្នុងវិស័យជាច្រើនជាពិសេសយានយន្តអគ្គិសនីអាគុយបន្ទះសូឡាវត្ថុធាតុដើមសំខាន់ៗនិងផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ដែលដាក់សម្ពាធលើការប្រកួតប្រជែងរបស់តំបន់អឺរ៉ុបកាលពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសធំៗទាំង7ឬ G7 នៅប្រទេសកាណាដាប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថាពាណិជ្ជកម្មរបស់ EU ជាមួយប្រទេសចិនគឺមិនមានស្ថិរភាពឡើយលោកស្រីបញ្ជាក់ថា EU ត្រូវការបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនពង្រីកបណ្ដាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅជុំវិញពិភពលោកនិងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ជាពិសេសដោយសារតែរ៉ែនិងវត្ថុធាតុដើមសំខាន់ៗត្រូវបានគ្របដណ្ដប់ដោយប្រទេសចិនដោយជំរុញឲ្យប្លុកធ្វើយ៉ាងណាបញ្ជៀសការពឹងផ្អែកខ្លាំងលើអ្នកផ្គត់ផ្គង់តែមួយការក្តោបក្តាប់របស់ចិននៅក្នុងពាណិជ្ជកម្មសកលនិងស្ថិតនៅក្នុងចំណោមប្រធានបទដែលត្រូវលើកយកមកពិភាក្សានៅអំឡុងពេលមានកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុបនៅទីក្រុងប្រ៊ុយសែលប្រទេសបែលហ្សិកនៅថ្ងៃទី18និង19ខែមិថុនានេះគណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ថាទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនគួរតែបន្តតាមរយៈការមានហានិភ័យទាបប៉ុន្តែបច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្លុកនិងប្រទេសនេះត្រូវបានគេចាត់ទុកថាមិនមានស្ថិរភាពនោះឡើយព័ត៌មានអំពីបញ្ហាការឆ្លងរាលដាលនៅជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាព័ត៌មានវិវត្តមួយដែលtechnicalជនខាងអង្គការសហប្រជាជាតិបានមើលឃើញថាក្រុមប្រដាប់អាវុធនៅក្នុងប្រទេសកុងហ្គោកំពុងរារាំងធ្វើឲ្យរាំងស្ទះកាន់តែខ្លាំងដល់ដំណើរការប្រយុទ្ធប្រឆាំងជំងឺអេបូឡាយោងតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលពីថ្ងៃពុធថាក្រុមប្រដាប់អាវុធហិង្សាដែលមួយចំនួនកំពុងឃុំខ្លួនបុគ្គលិកជំនួយបានរារាំងការឆ្លើយតបជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ OCHA បាននិយាយថាបុគ្គលិកឆ្លើយតប5នាក់ត្រូវបានឃុំខ្លួនមួយរយៈខ្លីកាលពីថ្ងៃអង្គារដោយក្រុមប្រដាប់អាវុធនៅក្នុងខេត្តអ៊ីទូរីជាចំណុចកណ្ដាលនៃការផ្ទុះឡើងជំងឺអេបូឡាដែលមានចំនួនជាង 90% នៃករណីដែលត្រូវបានបញ្ជាក់ទាំងអស់ការិយាល័យនេះបាននិយាយថានៅក្នុងខេត្តសោតគីវូដំណើរការនៅតែត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើនខណៈការប្រយុទ្ធនៅតែបន្តបង្ខំឲ្យជនស៊ីវិលរត់ភៀសខ្លួនមនុស្សជិត 20,000 នាក់ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេបន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងតំបន់ចំនួន2គ្រួសារជនភៀសខ្លួនជាច្រើនត្រូវការអាហារទីជម្រកការថែទាំសុខភាពទឹកស្អាតនិងការការពារអង្គការ OCHA និយាយថានៅក្នុងដែនដី Fiji ដំណើរការមនុស្សធម៌ក៏នៅតែស្ថិតក្រោមសម្ពាធខណៈការជ្រៀតជ្រែកម្ដងហើយម្ដងទៀតដោយក្រុមប្រដាប់អាវុធនៅតែបន្តគំរាមកំហែងដល់ការផ្តល់ជំនួយនិងសុវត្ថិភាពរបស់បុគ្គលិកជំនួយមនុស្សធម៌ទូរទស្សនិកជនទៅបានតាមដានទស្សនាព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍ពិភពលោកសំខាន់ៗពីកម្មវិធីពិភពលោករាត្រីនេះ BTV The World Tonight អរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នករាល់ព័ត៌មានថ្មីៗបន្ថែមទៀតទាក់ទងនឹងព្រឹត្តិការណ៍ពិភពលោកtechnicalជនក៏អាចបន្តតាមដានតាមបណ្ដាញទំនាក់ទំនងសង្គមដូចមានបង្ហាញលើកញ្ចក់ទូរទស្សន៍នេះផងដែរខ្ញុំបាទសំនៀងនៅពេលនេះសូមអរគុណនិងសូមគោរពលា